តែសភាពម្នាក់ស្រីហ្នឹងគឺសុទ្ធតែឈាមតែមុខមានតែមានភ្នែកមានច្រមុះអត់មានមាត់និយាយថាអត់មានអីទាំងអស់គាត់ឮសលេងមួយមកខ្សឹបដាក់តិចគាត់ថាចាញ់ពីកន្លែងអាចជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី podcast អមនុស្សទៀតហើយថ្ងៃហ្នឹងគឺយើងចូលមកដល់អេពីសូតទី12អញ្ចឹងថ្ងៃហ្នឹងគឺយើងបានមកដល់អេពីសូតទី12គឺច្រើនទៀតហើយអញ្ចឹងណាឥឡូវថ្ងៃហ្នឹងក៏យើងអត់សូវមានសាច់រឿងច្រើនដែរដោយសារតែរៀងខោចមកថ្ងៃហ្នឹងគឺយើងមកម៉ោង 3:49 បាទហើយការពិតកម្មវិធីយើងត្រូវថតតាំងពីម៉ោង 2ដោយសារយើងមានការប្រែប្រួល schedule អញ្ចឹងណាចឹងឥឡូវគឺយើងមកថតនៅម៉ោង 3 វិញប៉ុន្តែដោយសារតែយើងមើលសាច់រឿងរបស់យើងសិនចឹងដើម្បីយើងនិយាយទៅដើម្បីឲ្យអ្នកទាំងអស់គ្នាស្ដាប់ទៅចូលអារម្មណ៍និងដាក់ការសម័យអញ្ចឹងណាគឺយើងផ្ចិតផ្ចង់សាច់រឿងមែនតើវាជាសាច់រឿងពិតតែគ្រាន់តែថាយើងត្រូវការមើលវាដើម្បីយល់នៅសាច់រឿងទាំងអស់ហ្នឹងចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាស្ដាប់ហើយគឺគិតទៅដល់ទស្សនវិជ្ជានឹងយកហ្មងគឺអត់ខ្លាចថាបើយើងអត់មើលទៅពេលយើងនិយាយទៅវល់ទៅពេលយើងនិយាយទៅវល់អញ្ចឹងអ្នកទាំងអស់គ្នាសម័យទៅក៏រៀងងាយញ៉ៃតាមនឹងចឹងយើងធ្វើមិនសម្រាំងធ្វើមិនឲ្យនិយាយកាន់តែល្អជាងមុនចឹងទៅព្រោះយើងទៅចាប់ផ្ដើមកម្មវិធីទេកាលពីអេពីសូត1ក៏វាមិនសូវល្អដែររហូតមកដល់អេពីសូតទី12នេះក៏មិនទាន់ល្អខ្លាំងដែរអញ្ចឹងការពាក្យសម្ដីរបស់យើងពេលខ្លះវាអាចនឹងខុសពេលខ្លះវាអាចនឹងត្រូវអញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាសូមអធិស្ឋាននៅរាល់ពាក្យពេចន៍ដែលយើងបាននិយាយខុសឆ្គងកន្លងមកអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺយើងចូលមកដល់អេពីសូតទី12យើងឥឡូវយើងមានសាច់រឿងអីគេថ្ងៃហ្នឹងដែរមានសាច់រឿងមួយនៅភ្នំពេញតែម្ដងឥឡូវក្នុងវត្តនៅពេលបន្តែយកទៅនិយាយពីម្ចាស់ sponsor ហើយបើគាត់បើហៅថាយើងត្រូវនិយាយរឿងអីសិនណាឥឡូវចូលដល់ម្ចាស់ sponsor ភ្លេចម្ចាស់ sponsor គេកាត់លុយហើយគេលេងអ្នកទាំងអស់គ្នាទោះយើងភ្លេចក៏គាត់កាត់យើងដែរហើយយើងមិនភ្លេចទេពីម្ចាស់ sponsor ដើម្បីសុខភាពអ្នកទាំងអស់គ្នាគឺយើងត្រូវតែផ្ដោតទៅលើពួកអស់នឹងអញ្ចឹងណាដើម្បីឲ្យអ្នកទាំងអស់គ្នាបានព្យាបាលជាសះស្បើយវាមិនមែនជាប្រភេទថ្នាំទេប៉ុន្តែវាជាអាហារបំពន់អញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អនិងមានអាយុវែងយើងត្រូវតែប្រើប្រាស់ប្រភេទពួកអាហារបំពន់ដែលបានច្រើនបង្កើនវីតាមីននៅក្នុងខ្លួនអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកដល់ម្ចាស់ sponsor Hero ចំពោះ Hero នេះដែរគឺជំនួយទៅដល់ផ្លូវភេទនិងក្រពីង prostat អញ្ចឹងបើបងអូនណាដែលគាត់មានបញ្ហាខាងហ្នឹងគាត់អាចមកជាវជាមួយនឹង Hero បានហើយមុននឹងជាវជាមួយនឹង Hero អ្នកទាំងអស់គ្នាអាចសាកសួរព័ត៌មានបន្ថែមតាមរយៈ page ឬក៏តាម Telegram ដើម្បីសួរក្រុមការងារថាតើអ្នកទាំងអស់គ្នាអាចប្រើចាប់បានពីអាយុប៉ុន្មានទៅហើយមកកំប៉ុងនេះគឺតម្លៃប្រហែលចឹងអ្នកទាំងអស់គ្នាឆាតចូល page និយាយទៅមុននឹងសួរតម្លៃអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងក្រុមការងារដើម្បីសួរពីសុខភាពអ្នកទាំងអស់គ្នាសិនថាអ្នកទាំងអស់គ្នាមានជំងឺនឹងយូរហើយឬនៅឬក៏អ្នកទាំងអស់គ្នាមិនទាន់គ្រប់អាយុដើម្បីប្រើទេអញ្ចឹងអ្នកទាំងអស់គ្នាសួរព័ត៌មានឲ្យអស់សិនដើម្បីសុខភាពអ្នកទាំងអស់គ្នាអញ្ចឹងបងអូនណាដែលគាត់មានបញ្ហាខាងហ្នឹងគាត់អាចមករកជាមួយនឹង Hero បានហើយ Hero នេះអ្នកទាំងអស់គ្នាប្រើទៅគឺមានទំនុកចិត្តនិងភាពជឿជាក់ហើយជឿថាអ្នកទាំងអស់គ្នាប្រើហើយគឺអត់ខកចិត្តទេអញ្ចឹងធានាហ្មងថាប្រើហើយគឺអ្នកទាំងអស់គ្នាដឹងតែមករកទៀតហើយចឹងអ្នកទាំងអស់គ្នាមកទិញជាមួយនឹង Hero នេះបានមុននឹងទិញគឺសួរឲ្យអស់សិនសួរអីក៏បានដែរគឺតំណងសួរឥតគិតថ្លៃសួរ free ហ្មងអ្នកទាំងអស់គ្នាសួរអត់ទិញក៏ក្រុមការងារយើងគាត់អត់ស្ដីឲ្យឬក៏គាត់អត់ថាឲ្យដែរនិយាយទៅពួកគាត់គឺចិត្តល្អទេហើយក៏គាត់អត់មានសម្ដីធំតូចជាមួយភ្ញៀវទេអ្នកទាំងអស់គ្នាហើយកុំភ័យថាតិចសួរទៅបងនឹងគាត់ខឹងអីចឹងណាយើងអត់ទិញអត់អីទេសួរមកអ្នកទាំងអស់គ្នាសួរសិនសួរឲ្យអស់សិនថា Hero នឹងមានអត្ថប្រយោជន៍អីចំពោះអ្នកទាំងអស់គ្នាខ្លះចឹងអ្នកទាំងអស់គ្នាឆាតមកមិនបាច់ខ្លាចទេអ្នកទាំងអស់គ្នាមិនបាច់ខ្លាចទេសួរដើម្បីសុខភាពអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចង់បានតាក់ទងតាមអ្វីដែលខ្ញុំប្រាប់មានដូចជា page និង Telegram អញ្ចឹងអ្នកទាំងអស់គ្នាឆាតមកឥឡូវយើងចូលមកដល់ចាស់ sponsor មួយទៀតដែលយើងចូលមកដល់ចាស់ sponsor នេះគឺ IBM រងខ្មែរគឺបងប្អូនដឹងហើយថា IBM រងខ្មែរជួយច្រើនទៅដល់ឆ្អឹងរបស់យើងហើយដល់ពេលណាឆ្អឹងយើងរឹងមាំទៅគឺយើងលូកកម្ពស់បានខ្ពស់ហ្មងហើយមួយទៀតនោះគឺ
ជួយទៅដល់ស្បែកធ្វើឲ្យស្បែកយើងមានសំណើមភ្លឺសល្អហើយមួយទៀតដែរគឺធ្វើឲ្យកាពះយើងងាយស្រួលនឹងរំលាយអាហារដោយសារវាមានfiber ចឹងហើយវាជួយដល់ការរំលាយអាហាររបស់យើងច្រើនហើយនិយាយទៅម្រងខ្មែរនេះមានវីតាមីនច្រើនមកគឺជាវីតាមីន B វីតាមីន C វីតាមីន E ទៀតហើយដែលសំខាន់នោះគឺមានជាតិកាល់ស្យូមច្រើនជាងទឹកដោះគោ17ដងហើយមានជាតិប៉ូតាស្យូមម៉ាញ៉េស្យូមនិយាយទៅមានច្រើនតែម្ដងចឹងហើយសម្រាប់បងប្អូនដែលចង់បានម្រងខ្មែរយកទៅញ៉ាំដើម្បីលើកកម្ពស់ធ្វើឲ្យឆ្អឹងរឹងមាំអីហ្នឹងគឺអាចតាក់ទងមកខាងក្រុមការងារយើងដើម្បីឲ្យក្រុមការងារយើងជួយពិភាក្សាជាមួយបងប្អូនថាបងប្អូនអាចញ៉ាំម្រងខ្មែរនេះបានអត់ហើយម្រងខ្មែរនេះគឺអាចញ៉ាំចាប់ពីអាយុ3ឆ្នាំឡើងអញ្ចឹងក្មេងក៏អាចញ៉ាំបានដែរអញ្ចឹងបងប្អូនមិនបាច់ភ័យថាញ៉ាំហើយធ្វើទុកអីអត់ទេគឺម្រងខ្មែរនេះគឺជាអាហារបំពន់ដូចទៅនឹង hero ដែរអញ្ចឹងវាមិនមែនជាឱសថទេអញ្ចឹងយើងអាចញ៉ាំដើម្បីបំពន់ដល់សុខភាពយើងបានអញ្ចឹងបងប្អូនចង់បានម្រងខ្មែរយកទៅញ៉ាំបងប្អូនអាចតាក់ទងមកខាង Telegram ក៏តាម Facebook Page របស់យើងបានហើយយើងចូលមកដល់ sponsor នេះចឹងយើងចូលមកដល់ម្ចាស់ sponsor Spy Care Plus ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ Spy Care Plus គឺជាប្រភេទទឹកអនាម័យបុរសស្ត្រីអញ្ចឹងបើបងប្អូនណាដែលគាត់ចង់បានទឹកអនាម័យបុរសនិងស្ត្រីប្រើបានរួមគ្នាមកទិញជាមួយនឹងទឹកអនាម័យ Spy Care Plus នេះបានដោយសារតែអ្នកទាំងអស់គ្នាមិនបាច់ទៅទិញទឹកអនាម័យបុរសផ្សេងទឹកអនាម័យស្ត្រីផ្សេងទេគឺទឹកអនាម័យ Spy Care Plus នេះគឺប្រើបានទាំងពីរភេទហើយតុល្យភាពវាវិញគឺមាន pH 5.5 និយាយទៅតុល្យភាពវាគឺសមាមាត្រនឹងបងប្អូនអាចប្រើប្រាស់ជារៀងរាល់ថ្ងៃដោយអត់មានរលាកស្បែកបងប្អូនអ្នកទាំងអស់គ្នាទេគឺជួយបំបត្តិក្លិននិងបំបត្តិរមាស់អញ្ចឹងបើបងប្អូនណាដែលគាត់ចង់បានអាចមកទិញជាមួយនឹងទឹកអនាម័យ Spy Care Plus នេះបានណាមួយក៏ជារបស់ខ្មែរយើងដែរគឺនៅលើប្រអប់ហ្នឹងគេដាក់ថា Made in Cambodia នៅខណ្ឌកម្ពុជាយើងនេះទេវិចខ្ចប់នឹងធ្វើឡើងដោយកូនខ្មែរអញ្ចឹងយើងមកគាំទ្ររបស់ខ្មែរទាំងអស់គ្នាហើយចំពោះម្ចាស់ sponsor ធំយើងវិញគឺជាអង្កាមអ្នកនរគ្នាគឺអង្កាមនិយាយទៅអង្កាមនេះអ្នកចូលចិត្តស្ដាប់រឿងខ្មោចហើយអ្នកដែលគាត់ជឿអ្នកដែលគាត់ជឿជំនឿហើយដូចលក្ខណៈថាជឿហុងស៊ុយគាត់ចូលចិត្តណាអង្កាមហ្នឹងសូម្បីខ្ញុំក៏ស្រឡាញ់ប្រភេទអង្កាមហ្នឹងដែរហើយខ្ញុំចូលចិត្តពាក់តាំងទូចអ្នកទាំងអស់គ្នាជាពិសេសបើមានរូបមានបតោអង្តាយទៅខ្ញុំក៏ហត់ទៅចូលចិត្តពាក់ហ្មងហើយអ្នកទាំងអស់គ្នាចំពោះ PCU នេះអ្នកទាំងអស់គ្នា PCU អ្នកទាំងអស់គ្នាដឹងហើយអ្នកធ្លាប់មើលរឿងចិនគាត់ឃើញប្រកាសជាឃើញហើយនៅខ្លោងទ្វារមុខស្ដាច់ខ្លោងទ្វារវាំងស្ដាច់ចិនណោះក្នុងរឿងនៅខ្លោងទ្វារស្ដាច់កំផែងទ្វារកំផែងចិនដូចគេដាក់អាសត្វ PCU នឹងនៅមុខនឹងលើសត្វ PCU នឹងគឺលុយហូរចូលអត់ងាយចេញដោយសារប្អិនផ្ទះគូត PCU ដល់ក៏ PCU នឹងវាស៊ីទៅក៏លែងជុះទៅដល់ពេលអានេះគេជឿជំនឿថា PCU គឺស្រូបលុយហើយអត់ងាយនឹងចេញទេអ្នកទាំងអស់គ្នាសូម្បីតែស្ដាច់យើជំនាន់ណាក៏ដោយកំផែងមុខកំផែងចិនណាគឺដាក់តែសត្វនឹងយកហ្មងមិនថានៅក្នុងវាំងនៅក្រៅវាំងទេគឺដាក់តែសត្វនឹងឯងអញ្ចឹងបានស្ដាច់គាត់មានលុយជុំបានស្ដាច់ចិនគាត់សវោលុយសវោវាពេជ្រកែវកងអីស្រីស្នំក៏ចូលចិត្តគាត់ដែរនិយាយទៅពនាងអីចូលចិត្តទាំងអស់អញ្ចឹងបានថាអ្នកទាំងអស់គ្នាបើចង់រលុយហូរចូលអី PCU អ្នកទាំងអស់គ្នាទិញជាប្រភេទ PCU ក៏បានប្រភេទពួកកញ្ជ្រោងចេះដើម្បីឲ្យរកស៊ីមានបានក៏បានដែរកញ្ជ្រោងនេះក៏រលុយមានរកស៊ីមានបានដែរអ្នកទាំងអស់គ្នាដូចយើងតាក់ហៅម៉ួយអញ្ចឹងណាដូចថាធ្វើឲ្យគេចាប់អារម្មណ៍ឲ្យបានយើងអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយមើលរឿងណាចាស៊ូតាជីតាក់ព្រះអង្គនឹងលុយហូរចូលដូចគ្នាតាក់បានព្រះអង្គបានតំណែងខ្ពស់ជាមហាសីហ្មងនិយាយទៅបានលុយបានមាសពេជ្រកែវកងនៅក្នុងវាំងសុខសប្បាយហ្មងអញ្ចឹងបានថាកញ្ជ្រោងនេះក៏វាតាក់ទាញម៉ួយឲ្យមកទិញយើងជាវយើងអីយើងបានលុយទៀតហ្នឹងដូចតែគ្នាទេក៏ពីស៊ីវនេះលុយក៏ចូលដូចគ្នាដែរហើយកញ្ជ្រោងនេះលុយក៏ចូលដូចគ្នាដែរប៉ុន្តែបកើនសម្រស់ទៀតអញ្ចឹងណាគេដែលគាត់ចង់បកើនសម្រស់ឲ្យបានលុយច្រើនទិញកញ្ជ្រោងខ្សែកកញ្ជ្រោងហើយសម្រាប់កម្មនេះដែរម្ចាស់ sponsor របស់យើងគាត់មានជាបោះដុំសម្រាប់5ខ្សែឡើងអ្នកទាំងអស់គ្នាឲ្យចង់យកលាយក៏បានដែរ5ខ្សែហ្នឹងចង់យកលាយក៏បានដែរមិនថាកម្មឬក៏ខ្សែកឯងគាត់មានបោះដុំទាំងអស់អ្នកទាំងអស់គ្នាយកចាប់ពី5ឡើងសម្រាប់បោះដុំអញ្ចឹងឥឡូវ
មកនិយាយពីកជ្រងវាមានច្រើនពណ៌នេះមានពណ៌ពណ៌ទឹកសមុទ្រពណ៌ស្វាយពណ៌បៃតងពណ៌សពណ៌ក្រហមពណ៌ខៀវមានច្រើនម៉ូតសូម្បីតែភីស៊ីវមានធំមានទូចទៀតនិយាយទៅដាក់តម្រូវដៃអ្នកទាំងអស់គ្នាហ្មងតែនេះដឹងដៃណាគេប៉ុណ្ណានេះនេះតម្រូវអ្នកទាំងអស់គ្នាហ្មងមានទាំងបោះបងបុរសហើយនិងបងស្ត្រីបងបុរសគាត់ពាក់ធំចេះទៅមើលឃើញទៅអំណាចហ្មងហើយបើបងស្ត្រីវិញគាត់ពាក់ទូចចេះដៃគាត់ទូចអីចឹងបើដៃគាត់ប៉ិនខ្ញុំគាត់អាចយកប៉ិននេះបានអញ្ចឹងគាត់អ្នកដែលគាត់ចង់បានជាមួយខ្ញុំដាក់ page លើហ្នឹងហើយដាក់លេខទូរស័ព្ទនៅក្រោមនេះដើម្បីអ្នកទាំងអស់គ្នាតាក់ទងទៅគាត់ចឹងតែអ្នកទាំងអស់គ្នាគាត់លក់ធូទេគាត់មិនលក់ចាក់កអ្នកទាំងអស់គ្នាទេនិយាយមែនណាគាត់លក់របស់ល្អហើយលក់ធូថ្លៃទៀតបើខ្ញុំពាក់នេះរបស់គាត់តែនេះអំបិលគាត់ free ឲ្យបើអ្នកទាំងអស់គ្នាទិញតាមខ្សែនេះគាត់ free ឲ្យមានអីគេបតោងសោសំណាងផងមានយ័ន្តហងមានខ្សែដៃ5ធាតុទៀតនេះគាត់ថែមឲ្យខ្សែដៃមួយទៀតណាហើយអំបិលទៀតលើកមុនអំបិលគ្រួឥឡូវគាត់ដាក់អំបិលម៉ត់ឲ្យអំបិលម៉ត់នេះស្រួលដាក់ទៅលាយក្នុងទឹកហ្មងចឹងអ្នកទាំងអស់គ្នាអាចយកត្រាំជើងបានហើយបន្ថែមថយតាមនឹងមានស្លឹកក្រូចមានអីចឹងទៅអ្នកទាំងអស់គ្នាចឹងឥឡូវយើងហើយចូលមកដល់សាច់រឿងយើងវិញម្ដងថ្ងៃហ្នឹងយើងមានសាច់រឿងដូចគាត់និយាយមុនហ្នឹងចឹងថានៅវត្តហើយនៅខ្មែរទៀតអញ្ចឹងឥឡូវយើងចាប់ផ្ដើមសាច់រឿងរបស់គាត់មុនហ្មងឈ្មោះអូខេឥឡូវចូលដល់សាច់រឿងយើងគឺរឿងនេះគឺនៅវត្តមួយនៅចំកណ្ដាលភ្នំពេញហ្មងហើយនៅរឿងហ្នឹងគឺមានលោកសង្ឃម្នាក់គាត់វ័យរៀងក្មេងដែរអាយុត្រឹម16អីហ្នឹងគាត់ជាហើយលោកសង្ឃក៏កូននេនគាត់ទូចមែនគាត់អាយុប្រហែល16អីដែរទេនឹងគេហៅឲ្យដែរខ្ញុំអត់សូវចេះភាសាសង្ឃហងហ្នឹងហើយបើនិយាយទៅគាត់អត់តូនអ្នកអត់ទេផងតែដោយសារខ្ញុំអត់សូវនិយាយភាសាជាមួយបើកូននេនគាត់ដូចជាទូចគាត់អាយុ6ឆ្នាំអីហើយកូននេនតែខ្ញុំ16ឆ្នាំខ្ញុំអត់ដែរឃើញអញ្ចឹងខ្ញុំអត់ដឹងតែហៅថាម៉េចដែរនឹងតើយើងធ្វើការ research ហ្នឹងឥឡូវដល់មួយគឺគាត់មានជន16ហើយពីហ្នឹងគាត់ទើបសូត្រមន្តគាត់រៀនហើយអញ្ចឹងគាត់ក៏ចេញមកក្រៅពេលនិយាយទៅដឹងហើយតែលោកសង្ឃពេលគាត់រៀនហើយគាត់ដល់ម៉ោងយប់អញ្ចឹងអាចនៅរៀងយូរដែរពេលគាត់ហើយទៅគាត់ចេញមកបោះសម្រាមបោះទឹកឈើអីនៅក្រៅផ្លែតទៅអាចជាម៉ោងប្រហែលរៀងយប់ជ្រៅដែរអញ្ចឹងនៅពេលគាត់បោះតែឯងហ្នឹងគឺគាត់ឃើញដូចជាមនុស្សមួយដូចជាមនុស្សនៅកន្លែងវិហារហើយនៅចិត្តចាងវិហារហ្នឹងគាត់ក៏ឃើញដូចមនុស្សដល់ពេលគាត់ឃើញអញ្ចឹងហើយគាត់ឆ្ងល់ថាហើយស្មានហ្នឹងនៅមានមនុស្សទៀតអញ្ចឹងគាត់ដើរទៅមើលទៅហើយដល់ពេលគាត់ដើរមើលទៅឃើញជាថាជាមនុស្សស្រីហើយពាក់អាវធម្មតាតែមិនអាវសម័យឥឡូវទេគឺអាវសម័យតាំង10ទៅ20ឆ្នាំមុនអញ្ចឹងហើយសក់គាត់រៀងវែងសក់គាត់បាំងមុខបាត់ហើយអញ្ចឹងមើលមកឃើញទេពេលអញ្ចឹងគាត់ក៏សួរថាយាយពងធ្វើអីហ្នឹងហើយយប់ហើយយាយអត់ទៅផ្ទះអីដល់ពេលហើយយាយហ្នឹងគាត់ពេលហ្នឹងគាត់គួយបនស្រន់គួយសាពះថ្វាយបង្គំអីអញ្ចឹងហើយពេលលោកសង្ឃគាត់សួរគាត់ក៏ឈប់ហើយគាត់ងើយមកមើលលោកសង្ឃហ្នឹងក៏លោកសង្ឃហ្នឹងភ័យភាសានិយាយហ្នឹងអត់មានមុខទេគឺមានតែនិយាយទៅមុខមានតែអត់មានភ្នែកមានច្រមុះអត់មានមាត់និយាយទៅអត់មានអីទាំងអស់កន្លែងណាត្រូវមានភ្នែកម្ល៉េះមានមាត់អីអត់មានទេពេលអញ្ចឹងគាត់ក៏ភ័យហើយដល់ពេលគាត់ភ័យពេកអត់ដឹងធ្វើម៉េចក៏គាត់ញ័រជើងដើរទៅណារួចទៅក៏គាត់ស្លាប់ទៅហើយដល់ពេលហើយយាយដែលជាអាចហៅថាជាខ្មោចដល់ពេលអញ្ចឹងហើយគាត់ក៏
ទៅបាត់ដោយសារគាត់ពេលអីហើយអញ្ចឹងគាត់ទៅហើយដល់ពេលលោកសង្ឃគាត់ដឹងខ្លួនវិញរៀងចិត្តព្រឹកដែរដោយសារគាត់រៀងស្លាប់រៀងយូរដែរហើយដល់គាត់ហើយមើលទៅមើលជើងធូបហ្នឹងក៏ថាឃើញធូបអុចអស់ដែរអញ្ចឹងមានន័យថាគាត់ស្លាប់រៀងយូរដែរដោយសារនិយាយទៅដឹងថាអុចធូបមិនផ្លែអុចតាំងនៅពេញដល់អស់ទៅគាត់ស្លាប់រៀងយូរដែរពេលហើយមានលោកសង្ឃផ្សេងគាត់ក៏មកមើលដែរអញ្ចឹងហើយគាត់សួរថាកាត់អីហើយពេលអញ្ចឹងគាត់ក៏ប្រាប់ថាយ៉ាងម៉េចគាត់ឃើញនៅស្រីម្នាក់មកគួយបនស្រន់គួយស្ពះហើយអញ្ចឹងហើយក៏លោកសង្ឃផ្សេងហ្នឹងគាត់ក៏ប្រាប់ថាអូរឿងហ្នឹងមិនគ្រោះថ្នាក់អីទេហើយក៏ធម្មតាដែរដោយសារនៅកន្លែងវត្តហ្នឹងធ្លាប់មានអ្នកមកនៅកាលនៅសម័យសង្គ្រាមសម័យប៉ុលពតហ្នឹងមានអ្នកមកនៅក្នុងវត្តហ្នឹងមានច្រើនហើយក៏មានទាំងក្មេងមានទាំងចាស់ហើយអ្នកស្រីដែលលោកសង្ឃមិញគាត់ជួបយប់មិញហ្នឹងគឺអ្នកស្រីដែលគាត់បានមកបងប្តីហើយកូនគាត់ហ្នឹងស្លាប់នៅលើដៃគាត់ដោយសារមានសម័យហ្នឹងមានសង្គ្រាមសម័យបល័យពូជសាសន៍មនុស្សស្លាប់ច្រើននៅវត្តហ្នឹងហើយចឹងហើយក៏មានអ្នកខ្លះគាត់អត់ទៅចាប់ជាតិគាត់ក៏នៅវត្តហ្នឹងគាត់នៅតែមកបួងសួងដែលដោយសារការសម័យហ្នឹងគាត់បួងសួងថាចង់ឲ្យមានសន្តិភាពអត់មានសង្គ្រាមចឹងចង់រស់នៅដោយក្តីសុខប៉ុន្តែអ្វីដែលគាត់បន់ស្រន់គឺគាត់បានមកពិតទេគឺមនុស្សដែលនៅក្នុងវត្តដែលមកគេចខ្លួនមករស់នៅក្នុងវត្តហ្នឹងគឺស្លាប់ទាំងអស់ហើយមនុស្សដែលគាត់ឃើញមិញគឺក៏ស្លាប់ដែរតែគាត់នៅតែមកបន់ស្រន់ចឹងហើយហើយរឿងដូចជារឿងខ្លីដែរហើយរឿងហ្នឹងគឺនៅវត្តនៅពេញជាងអីហ្នឹងតែរឿងហ្នឹងអាចជាមានមែនដែរដោយសារទៅវាច្រើននៅវត្តការនៅសម័យបល័យពូជសាសន៍ហ្នឹងគឺវាច្រើនគេមកនៅក្នុងវត្តហើយមានសង្គ្រាមគឺមានអ្នកស្លាប់ហើយអញ្ចឹងអាចជាមានមែនហើយរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើព្រលឹងដែលធ្លាប់ស្លាប់នៅការសម័យហ្នឹងគឺអាចនៅវល់នៅក្នុងវត្តហ្នឹងដែរអញ្ចឹងតែគាត់ថាលើសម័យទំនើបលើអញ្ចឹងអត់សូវមានឃើញច្រើនដូចមុនទេបើកាលមុនគឺឃើញញឹកមានអារម្មណ៍ថាចឹងថាបើសម្រាប់ខ្ញុំណាសាច់រឿងដែលភាគច្រើនខ្ញុំស្ដាប់រឿងខ្មោចច្រើនភាគច្រើននៅសម័យប៉ុលពតរឿងខ្មោចនិយាយច្រើនបំផុតគឺនៅសម័យប៉ុលពតមកដល់ឥឡូវអញ្ចឹងភាគច្រើនខ្មោចសម័យប៉ុលពតអ្នកលងប៉ុន្តែសម្រាប់ខ្ញុំអត់សូវខ្លាចទេខ្មោចសម័យប៉ុលពតពេលខ្លះខ្ញុំអមឡងរឿងសម័យប៉ុលពតចង់ឲ្យខ្ញុំចង់ស្ដាប់បច្ចុប្បន្នជាងប៉ុន្តែពេលខ្លះរឿងខ្លះគួរឲ្យខ្លាចតែរឿងខ្លះទៀតធម្មតាអានោះសម្រាប់យើងមិនដែលអ្នកជួបបញ្ហានោះសម្រាប់យើងគ្រាន់តែស្ដាប់ដោយសារយើងគិតតែយូរហើយចឹងណាយូរហើយដល់ហើយក៏វាអាចនឹងថាអត់សូវគួរឲ្យខ្លាចព្រោះយូរប៉ុន្តែបើជួបឥឡូវវារៀងព្រួចអញ្ចឹងជួយចិត្តស្ដាប់រឿងឥឡូវដល់ពេលរឿងកាលមុនស្ដាប់ទៅធម្មតារៀបមានអារម្មណ៍ថាដូចយើងធ្លាប់ស្ដាប់ហើយប៉ុន្តែការពិតអត់ទេរឿងយើងអត់ស្ដាប់តែមិនដូចធ្លាប់ស្ដាប់ហើយចឹងហើយចង់និយាយថាបើអ្នកជួបផ្ទាល់អាចនឹងគាត់ស្លាប់ដូចនេះដូចលោកបងដែរចឹងណាអាចនឹងស្លាប់ចឹងណាចឹងឥឡូវយើងចូលម្ដងសាច់រឿងរបស់ខ្ញុំម្ដងគឺនៅក្នុងពេញនឹងដែរទេបងប្អូនទាំងអស់គ្នាឥឡូវយើងសាច់រឿងរបស់ខ្ញុំថ្ងៃនេះគឺបានមកពីប្អូនស្រីម្នាក់សូមមិនបញ្ចេញឈ្មោះ
គាត់ថាគាត់នៅម្ដុំជ្រោយចង្វាហើយគាត់ពេលនឹងដែរសង្សារគាត់មកដឹកគាត់នឹងទៅដើរលេងហើយគាត់មិនសង្សារគាត់នឹងមិនត្រូវជីឆ្លងស្ពានដើម្បីទៅយកគាត់ចឹងណាគាត់ជីឆ្លងស្ពានដើម្បីទៅយកគាត់ចឹងណាដល់ពេលជីហួសស្ពាននឹងហើយក៏ទៅយកប្អូនស្រីដឹកកាត់ស្ពាននឹងមកវិញដើម្បីមកមុខវាំងហើយថ្ងៃហ្នឹងថ្ងៃអាទិត្យអញ្ចឹងគាត់មកលេង Walk Street ហើយក៏វាអត់យប់អីណាដែរពេលហ្នឹងត្រឹមតែម៉ោង7ទេអញ្ចឹងគេនៅដើរលេងយូរទៀតហើយម៉ោង7ហ្នឹងក៏គាត់ទៅយកប្អូនស្រីហ្នឹងមក Walk Street ហ្នឹងម៉ោង7ហើយមុំទៅដល់ Walk Street ហ្នឹងគឺម៉ោង8អញ្ចឹងកំឡុងពេលដែលគាត់ទៅយកហ្នឹងក៏ស្ទះដែរអញ្ចឹងធ្វើឲ្យគាត់ស្ទះដល់ម៉ោង7កន្លះទើបទៅយកប្អូនហ្នឹងទៅពេលយកប្អូនស្រីហ្នឹងមកហើយមកវិញវា7:40ដូចជា7:42ដល់ពេលហើយជីកាត់ស្ពានហ្នឹងក៏រៀងស្ទះដែរយើងដឹងស្រាប់ហើយម៉ោង7:40ជាងមិនទាន់អស់មនុស្សណានៅតាមផ្លូវម្ដុំជ្រោយច្បារតទៅថាម៉ោង10ឡើងហ៎បានថារៀងស្បើយមនុស្សជិះចឹងណាស្ពានហ្នឹងអញ្ចឹងម៉ោង7:42ហ្នឹងនៅមនុស្សច្រើនដែរទេប៉ុន្តែគាត់ជួបរឿងមួយដែរគាត់នឹកស្មានដល់ថាមនុស្សនៅឡើងពេញហ្នឹងហេតុអីគាត់ត្រូវជួបរឿងហ្នឹងគាត់ជិះមកដល់ពាក់កណ្ដាលស្ពានគាត់ឃើញស្រីម្នាក់អង្គុយលើប្រកាន់ដៃស្ពានប៉ុន្តែឃើញតែប្អូនស្រីហ្នឹងឯងតែប្អូនប្រុសម្នាក់ហ្នឹងអត់ឃើញទេសង្សារគាត់ហ្នឹងអត់ឃើញទេអញ្ចឹងប្អូនស្រីម្នាក់ហ្នឹងគាត់ជិះមកដល់ឃើញស្រីម្នាក់អង្គុយលើស្ពានហើយពាក់រ៉ូបសហើយគាត់ក៏ភ្ញាក់ថាតែពេលសង្សារគាត់មិនសួរចេះថៃអូនថៃមិនបានស្រែកដល់ហើយក៏ប្អូនស្រីម្នាក់ហ្នឹងថាអត់អីជិះទៅដល់ហើយក៏ប្អូនស្រីហ្នឹងមកដល់ Walk Street ក៏គាត់ប្រាប់សង្សារគាត់ថាចេះបងថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍អត់ល្អសោះដល់ពេលហើយក៏គាត់ដើរលេងរហូតតម៉ោង10ទើបគាត់ត្រឡប់មកវិញអញ្ចឹងគាត់ត្រឡប់មកផ្ទះគាត់វិញដល់ពេលគាត់មកដល់ស្ពាននឹងវិញប៉ុន្តែគាត់ជិះទៅអាស្ពានត្រូវទៅពេលគាត់មកហ្នឹងស្ពានត្រូវមកហើយអញ្ចឹងពេលគាត់ឃើញអ្នកស្រីហ្នឹងគឺនៅពាក់កណ្ដាលស្ពានហើយពាក់រ៉ូបសដល់ពេលហើយគាត់ត្រូវទៅវិញហ្នឹងគាត់ជិះអាស្ពានមួយទៀតគាត់ជិះមកដល់ពាក់កណ្ដាលស្ពានឃើញអ្នកស្រីហ្នឹងទៀតប៉ុន្តែសភាពពេលដែលគាត់ជិះមកហ្នឹងអ្នកស្រីហ្នឹងរូបរាងធម្មតាពាក់តែរ៉ូបសនិយាយរូបរាងដូចមនុស្សចឹងប៉ុន្តែគ្រាន់ថាពេលដែលគាត់មកវិញហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងទៀតប៉ុន្តែសភាពម្នាក់ស្រីហ្នឹងគឺសិតតែឈាមរ៉ូបសិតតែឈាមឈាមដូចគេចាក់ចាក់ឲ្យប្រឡាក់ឈាមពេញរ៉ូបដូចគេនិយាយដូចថាគេកអញ្ចឹងទៅឈាមវាប្រសាចពេញកៅអៅអញ្ចឹងប៉ុន្តែអត់មានលបោអីទេគ្រាន់ឃើញរ៉ូបសិតតែឈាមឯងយើសភាពរ៉ូបសិតតែឈាមហើយមុខហ្នឹងភ្នែកហ្នឹងគឺខោងអត់មានគ្រាប់ទេភ្នែកហ្នឹងគឺរូងខ្មៅហ្មងអត់មានគ្រាប់ភ្នែកទៅអស់ហើយហូរឈាមតាមប្រឡោះភ្នែកហើយក៏ប្អូនស្រីហ្នឹងស្រែកមកវាស់អញ្ចឹងទៅគាត់ស្រែកខ្លាំងស្រែកលក្ខណៈមនុស្សភ័យដល់ពេលហើយប្អូនប្រុសហ្នឹងថាបងប្រុសនឹងគាត់ភ្ញាក់ថាថៃកើតអីឃើញអីដល់ហើយក៏បងស្រីនឹងគាត់អោបសង្សារគាត់ទៅហើយក៏ប្រាប់សង្សារគាត់នឹងថាជាលឿនជាផុតស្ពាននឹងដល់ពេលហើយក៏បងស្រីនឹងគាត់អោបសង្សារគាត់មានមើលអីទាំងអស់ហើយក៏ស្រាប់តែបងប្រុសនឹងគាត់ទៅមើលកញ្ចក់ដល់ពេលមើលកញ្ចក់ទៅឃើញស្រីម្នាក់ហ្នឹងគឺនៅគៀកកកសង្សារគាត់ចង់និយាយឃើញអ្នកស្រីនឹងអើតកមកចេះគៀកកសង្សារគាត់ចង់និយាយថាអត់មានភ្នែកគេឡើងរូងឡើងខ្មៅហើយហូរឈាមហ្មងអត់មានភ្នែកហើយហូរឈាមតាមភ្នែកទេងាកកមកអញ្ចឹងហើយកញ្ចក់គាត់មើលកញ្ចក់អញ្ចឹងហើយឃើញអ្នកស្រីនឹងងាកកមកកន្លែងគៀនសង្សារគាត់អោបពេលអោបទៅមិនគាត់នេះអញ្ចឹងមិនគាត់បិទអញ្ចឹងហើយអ្នកស្រីនឹងអើតកមកអញ្ចឹងដល់ហើយអ្នកប្រុសហ្នឹងគាត់ស្មារតីរឹងដែរអត់អីទេស្មារតីរឹងដែរអត់មានរេចកោមានតែអស់យើគាត់បើកទៅមុខអត់មានយើគាត់លក្ខណៈធ្វើកុំឲ្យខ្លួនឯងភ័យសង្សារគាត់នឹងធ្វើកុំឲ្យខ្លួនឯងភ័យគាត់បើកទៅមុខរហូតតទៅដល់ផ្ទះប្អូនស្រីម្នាក់ហ្នឹងនិយាយទៅហួសតែស្ពាននឹងបន្តិចផុតវងមូលហ្នឹងទៅគឺបាត់ម្នាក់ស្រីហ្នឹងហ្មងបាត់
បាត់ខ្មោចនឹងយកមកហើយក៏គាត់ជូនប្អូនម្នាក់ស្រីនឹងដល់ផ្ទះទៅស្អែកឡើងប្អូនស្រីនឹងឈឺដល់ពេលឈឺក៏ម៉ែឪនាំទៅពេទ្យម្នាក់ស្រីនឹងអត់មានប្រាប់ម៉ែឪទាំងអស់ថាខ្មោចលងដោយសារក្រុមគ្រួសារគាត់នឹងអត់ជឿទេអត់ជឿថាមានរឿងខ្មោចរឿងអីហ្នឹងនៅបច្ចុប្បន្នហ្នឹងក៏អត់ជឿទេដល់ហើយក៏ប្អូនស្រីនឹងនាំប្អូនស្រីនឹងទៅពេទ្យហើយយកទៅពេទ្យទៅចេះតែអត់បាត់យកទៅដាក់សេរ៉ូមដាក់អីមិនក៏អត់បាត់ដែរអត់មានបាត់ក្តៅខ្លួនអត់មានបាត់អីទាំងអស់គាត់ក្តៅខ្លួនខ្លាំងឡើងមិនឡើងមើល38 39បើខ្សែបកាច់យកហ្មងអានេះតាមអ្នកសុខភាពខ្សោយនឹងអ្នកសុខភាពល្អដែរណាបើខ្សែអ្នកខ្លះគាត់នៅរៀងហឹងមាំអីចឹងទៅអ្នកខ្លះទៀតគាត់បកាច់យកហ្មងអញ្ចឹងបងអូនស្រីម្នាក់នឹងក្តៅអត់បាត់ទេដល់ពេលក្តៅអត់បាត់ក៏សាក់ទៅរកលោកម្ដងទៅរកលោកទៅក៏លោកគាត់មើលឲ្យចឹងថាអត់មានអីទេញោមគេគ្រាន់តែមកលេងទេខ្វះអីលេងមកគួយមើលមកអបកអូនណែខ្វះអីលេងមែនអូនអូនមិនចឹងដល់ហើយក៏គាត់នេះទៅគាត់ដល់ហើយក៏លោកគាត់សូត្រធម៌គាត់ស្រោចទឹកឲ្យយកទឹកមុនឲ្យផឹកអីចឹងទៅក៏ម៉អូននឹងគាត់ជាចឹងណាហើយក៏គាត់ខ្លាចគាត់នៅតែខ្លាចចឹងប៉ុន្តែគាត់លេងរៀងភ័យដូចមុនលក្ខណៈភ័យបាត់ព្រលឹងភ័យមនុស្សឡើងស្លេកឡើងញ័រដូចកូនសត្វគាត់លេងមានអាការៈនឹងទៀតហើយគាត់គ្រាន់តែនៅខ្លាចគាត់នឹកឃើញអាទិដ្ឋភាពនឹងវារន្ធត់ណាព្រោះគាត់ដែលជួបរឿងអញ្ចឹងអានេះលើកទី1របស់គាត់ហើយដែលជួបខ្មោចមុខអាក្រក់អញ្ចឹងចាជួបខ្មោចដល់អាក្រក់ហើយមកលេងអីចឹងលឺឡៃនៅអធិស្ឋានយើងមិនគួរសើចទេប៉ុន្តែនិយាយថាខ្មោចដូចនេះពេកលេងសើចមិនទេវាហើយថាពេលជួបចឹងហើយខាងប្រុសនេះហ៊ានជិះមកឆ្លងវិញថៃគាត់មិនហ៊ានគាត់ហ៊ានពួកបងប្រុសហ្នឹងគាត់នេះគាត់អត់ខ្លាចខ្មោចគាត់លក្ខណៈថាគាត់ខ្លាចដែរប៉ុន្តែលក្ខណៈស្មារតីគាត់រឹងលក្ខណៈថាជាមនុស្សប្រុសយើងដឹងស្រាប់ហើយគាត់អត់ងាយខ្លាចអីងាយនិយាយថាទោះគាត់ខ្លាចប៉ុន្តែគាត់ទប់ខ្លួនឯងបានអញ្ចឹងព្រោះគាត់ត្រូវជិះទៅផ្ទះគាត់ដែរបើឲ្យគាត់ឆ្លងស្ពានគាត់ទៅផ្ទះមកចឹងនិយាយថាមនុស្សប្រុសដូចនេះឲ្យដូចដៃគូមួយគាត់ខ្លាចខ្មោចដែរប៉ុន្តែគាត់លក្ខណៈថាជួបខ្មោចគាត់ធម្មតាខ្លាចប៉ុន្តែជួបទៅគាត់ថាទៅជាភ្លើងអីផ្សេងអញ្ចឹងទៅគាត់មិនមែនថាភ្លើងព្រាយគាត់ថាភ្លើងពូលហើយភ្លើងពូលចេះហោះនិយាយចឹងហើយនិយាយថាគាត់ខ្លាចប៉ុន្តែគាត់ប្រឡប់ខ្លួនឯងហ្នឹងហើយប្រឡប់ខ្លួនឯងកុំឲ្យខ្លួនឯងគិតវែងឆ្ងាយទៅដល់ណានៃធ្វើឲ្យកាន់តែខ្លាចចឹងទៅប៉ុន្តែមនុស្សប្រុសវាច្រើនគាត់ឃើញតែប្រហែលដងគាត់លែងខ្លាចទៅត្រូវគាត់លក្ខណៈថាគាត់ឆាប់ស៊ាំនឹងគាត់ថាការខ្លាចរបស់គាត់ចឹងគាត់ឆាប់ស៊ាំអញ្ចឹងទោះគាត់ជួបតែពីរដងគាត់លែងអីគាត់ធម្មតាហ្មងចឹងអញ្ចឹងបងប្រុសម្នាក់ហ្នឹងគាត់ជិះទៅផ្ទះវិញធម្មតាទៅភ្លេចនិយាយរឿងបងប្រុសម្នាក់ហ្នឹងនិយាយថាប្អូនម្នាក់ហ្នឹងគាត់ចឹងម្ដងប្អូនម្ដងបងនិយាយថាប្អូនម្នាក់ហ្នឹងគាត់អាយុប្អូនដែរទេតែ19 20ហ្នឹងម៉ែប្អូនប្រុសម្នាក់ហ្នឹងក៏ជិះទៅផ្ទះធម្មតាទៅអត់មានរឿងអីកើតឡើងទេយើជួបតែម្ដងដែលថាទៅហ្នឹងឃើញតែខាងស្រីទេដល់ពេលមកវិញឃើញតែខាងស្រីឃើញតែខាងប្រុសប៉ុន្តែឃើញអាក្រក់ដល់ពេលទៅឃើញល្អមកវិញឃើញអាក្រក់ហើយប្អូនស្រីម្នាក់ហ្នឹងគាត់ឈឺគាត់អីចឹងហើយដល់ពេលស្រោចទឹកហើយក៏គាត់លែងអីទៅប៉ុន្តែគាត់នៅភ័យនៅឃើញទស្សនវិជ្ជាហ្នឹងហើយក៏គាត់លែងជិះកាត់នឹងពេលយប់ទៀតដែរគាត់លែងហ៊ានដើរលេងយប់ហ្មងគាត់លក្ខណៈថាបើទោះជាគាត់ដើរយប់ក៏គាត់ដើរនៅចិត្តផ្ទះគាត់ដែរគាត់លែងហ៊ានមកគាត់លែងហ៊ានឆ្លងស្ពាននឹងយប់ឡើងហើយបើត្រឹមថាម៉ោង7ឬក៏ម៉ោង8អីគាត់នៅហ៊ានឆ្លងយើងគាត់ទៅដើរលេងអីចឹងទៅតែបើថាចាប់ពីម៉ោង9 10ទៅគឺគាត់អត់ហ៊ានឆ្លងស្ពាននឹងទៀតទេអញ្ចឹងបងប្រុសម្នាក់នឹងពេលគាត់មកវិញហើយក៏
អត់មានរឿងអីកាត់ឡើងទេគាត់ធម្មតាយើងដឹងថាមនុស្សប្រុសគាត់មិនងាយនឹងខ្លាចអីងាយអញ្ចឹងណាព្រោះពួកគាត់ចិត្តរឹងគាត់ស្មារតីរឹងឥឡូវយើងមានសាច់រឿងអីបន្ថែមទៀតអត់ និយាយរឿងនៅស្ពានជ្រោយយ៉ាវ៉ាខ្ញុំធ្លាប់មានរឿងចម្លែកដែរហើយមិនជួបតែខ្ញុំទេគឺពេលហ្នឹងទៅមួយមិត្តភក្តិខ្ញុំពេលហ្នឹងពេលជិះមកវិញចៃថាពេលហ្នឹងខ្ញុំជិះលើស្ពានហ្នឹងពេលដល់ពាក់កណ្ដាលស្ពានហ្នឹងចាប់ដើមក្លិនអីរៀងឆ្អាបហើយខ្ញុំធំក្លិនហ្នឹងដែរតែខ្ញុំអត់សូវចាប់អារម្មណ៍ទេថាវាក្លិនអត់សូវខ្លាំងដែរតោះតែមិត្តភក្តិខ្ញុំសួរថាហើយមានក្លិនធំក្លិនអីឆ្អាបណាដល់ពេលសួរអញ្ចឹងបានខ្ញុំចាប់អារម្មណ៍ថាមែនតែរៀងក្លិនរៀងឆ្អាបតែអត់ដឹងថារឿងហ្នឹងរឿងធម្មតាក៏មិនតែខ្ញុំគិតថានៅលើទឹកឆ្លងទឹកអញ្ចឹងរឿងឆ្អាបហ្នឹងគឺឆ្អាបមកពីគេធ្វើត្រីនៅចិត្តហ្នឹងហើយដល់ពេលអញ្ចឹងខ្យល់បក់មកអញ្ចឹងវាអាចឆ្អាបលើស្ពានហ្នឹងដែរតែបើរឿងអាប់នៅហ្មងខ្ញុំអត់អាចថាបានថាវាជាមកពីរឿងហ្នឹងឬក៏មកពីរឿងដែលខ្ញុំគិតហ្នឹងទេពេលក៏ជិះរដងមានក្លិនធំក្លិនចឹងពេលជិះរដងនេះអត់អីផងធំក្លិនទឹកធំក្លិនអាប្រហើលក្ខណៈទឹកណាដូចទឹកដូចអាប្រហើក្លិនស្រស់ស្រាយទឹកបែបធម្មជាតិអីចឹងបាទហ្នឹងពេលជិះឡើងស្ពានអត់អីតែពេលជិះដល់ពាក់កណ្ដាលចាប់ដល់ក្លិនរៀងឆ្អាបហ្មងអត់ដឹងមកពីអីទេអត់ដែរជួបទស្សនភាពចឹងធ្លាប់តែឮអ្នកខ្លះគាត់ថាចេះជិះជាងឃើញមនុស្សហក់ទឹកចឹងទៅប៉ុន្តែអឺតមើលអត់មានចឹងណាអ្នកខ្លះទៅគាត់ថាជីកាត់ចឹងមនុស្សអង្គុយសឹកតម្លាក់ខ្លួនចឹងទៅដល់ពេលរត់ទៅជួយអត់មានអីទាំងអស់ស្ងាត់ជ្រាបដូចធ្លាប់ឮបងណាគាត់និយាយរឿងខ្មោចហ្នឹងណាប៉ុន្តែឮនិយាយពីស្ពានជ្រោយយ៉ាវ៉ាហ្នឹងច្រើនដែរតែគាត់ថាយើងអត់ដែរជួបវាបាក់តែយើងយកដែរជួបបាក់ថាតើយើងជួបផ្ទាល់មកមិនថានឹងពិតប្រាកដមែនខ្ញុំនិយាយចឹងយើងអត់ដែរជួបនៅកន្លែងហ្នឹងធ្លាប់ជួបកន្លែងផ្សេងថាកន្លែងផ្សេងទៅដល់ពេលយកដែរជួបកន្លែងហ្នឹងយើងអត់ហ៊ានថាវាជាការពិតព្រោះពេលខ្លះពួកគាត់និយាយថាតាមមនុស្សទៅអ្នកខ្លះគាត់រិស័យដាក់គាត់ឃើញអ្នកខ្លះគាត់រិស័យខ្ពស់ចឹងគាត់អត់ឃើញចឹងទៅប៉ុន្តែបើមិនជឿកុំប្រមាទទៅប៉ុណ្្នឹងបានទេដូចបងរតនៈគាត់និយាយចឹងមិនជឿកុំប្រមាទអញ្ចឹងឥឡូវសាច់រឿងគឺមានបន្តទៀតគឺនិយាយពីផ្ទះសនៈមួយកន្លែងនៅខេត្តកពតតែសុំលាក់ទីតាំងណាអ្នកទាំងអស់គ្នាមិននៅទីរួមខេត្តហើយក៏មិននៅជាយខេត្តដែរនិយាយទៅវានៅកន្លែងណាមិនបាច់បញ្ចេញទេដឹងតែនៅទេសនាខេត្តកពតទៅបានទេសនាមួយកន្លែងហ្នឹងមានខ្ញុំទទួលបានមកពីបងស្រីម្នាក់គាត់ទៅដើរលេងនៅហ្នឹងគាត់នៅចកាដងយើងនេះទេប៉ុន្តែគាត់ទៅដើរលេងនៅកពតហើយគាត់ទៅហ្នឹងគាត់ទៅគេងនៅក្នុងប្រហែល2យប់ព្រោះគាត់ទៅដើរលេងដូចជាថ្ងៃបុណ្យរំទូកគាត់ទៅដើរលេងខ្ទង់2025យើងនេះទេបុណ្យរំទូកគាត់ទៅដើរលេងនៅកពតអញ្ចឹងណាហើយគាត់ក៏ទៅកក់ផ្ទះសំណាក់នឹងព្រោះគាត់ឃើញតាមpage ដែរទេគាត់ឃើញតាម page អញ្ចឹងគាត់កក់ផ្ទះសំណាក់នឹងដល់ពេលគាត់កក់ផ្ទះសំណាក់នឹងហើយពេលគាត់ទៅដល់គាត់ក៏ check in ចូលទៅស្នាក់នៅផ្ទះសំណាក់នឹងហើយពេលហ្នឹងគាត់ចេញទៅខ្ទង់ចេញពីពេញយើងទៅខ្ទង់ម៉ោង5ព្រឹក5ភ្លឺយើងហ្នឹង5ភ្លឺរហូតតម៉ោង9បានគាត់ទៅដល់នោះដល់ពេលគាត់ទៅដល់នោះគាត់ក៏ check in យកអីវ៉ាន់គាត់នឹងយកទៅដាក់នៅផ្ទះសំណាក់នឹងសិនហើយបានគាត់ចេញទៅដើរលេងតដល់ពេលគាត់ check in រួចអស់ហើយគាត់យកអីវ៉ាន់គាត់យកទៅឡើងបន្ទប់គាត់ទស្សនភាពដែលទេសនានឹងយើងមើលពីក្រៅទៅគឺដូចតែផ្ទះល្វែងយើងធម្មតាទេវាអត់មានអីលក្ខណៈថាដូចជាស្ថាគារឬក៏ដូចទេសនាដែលថ្លៃហើយគាត់ក៏ចូលគាត់ក៏កក់ទេសនានឹងហើយគាត់ទៅ check in គេនៅទេសនានឹងទៅហើយនិយាយទៅដូចរបៀបផ្ទះល្វែងយើងវាយចូលគ្នា3ផ្ទះល្វែង3វាយចូលគ្នាអញ្ចឹងហើយបង្កើតជាទេសនាមួយនៅពេលឲ្យគាត់ចូលទៅនឹង
កន្លែងអាកន្លែងគិតលុយគេអាកន្លែងនេះគេហៅគេកន្លែងនេះនៅកន្លែងទួភ្ញៀវកន្លែងសួរព័ត៌មានអីហ្នឹងហ្នឹងចូលទៅដល់ហ្នឹងវាមានកុងម៉ា2នៅលើក្បាលកន្លែងនេះមួយហើយកន្លែងនេះមួយហើយអាកន្លែង2អញ្ចេះអាកន្លែងមកចាហៀងទៅអញ្ចេះហើយនឹងអញ្ចេះមានចដាលឡើងទៅបន្ទប់ដូចគេធ្វើដូចផ្ទះវិឡាអញ្ចឹងអាមានចដាលកោអញ្ចេះហ៎ហើយកន្លែង cashier ហ្នឹងកន្លែងមកកដប់នេះហើយកុងម៉ាមានលើនេះមួយកន្លែងនេះមួយហើយកន្លែងក្រោមនេះកន្លែងជំនាញផ្ទះដល់ពេលហើយក៏បងហ្នឹងគាត់ check in ហើយគាត់យកអីវ៉ាន់គាត់ឡើងទៅលើបន្ទប់203គាត់យកឡើងទៅលើបន្ទប់203ហ្នឹងណាក៏អ្នកអីគេអ្នកកាន់សោគាត់និយាយថាបងបែងជួយបើកបន្ទប់ខ្លួនឯងណាបងខ្ញុំអត់បានជូនបងយកអីវ៉ាន់ឡើងទៅលើទេដល់ហើយគាត់ក៏សួរថាចេះគាត់សួរអូនហ្នឹងថាចេះគឺអូនឯងអត់ជូនបងឡើងទេបងមិនដឹងបន្ទប់នៅណាអត់អីទេបងចង់ខ្ញុំប្រាប់នៅជាន់ទី3បន្ទប់203បែងដើរទៅជាន់ទី3ហើយបែងបត់ឆ្វេងដល់ហើយបងលក្ខណៈថាឡើងទៅអញ្ចឹងវាមានអាបន្ទប់មកខាងនេះទៅខាងនេះហើយมันមានអាចដាលពុះកដាលទៅលើទៀតมันមានខាងនេះមកខាងនេះទៀតហើយពុះកដាលទៅលើទៀតខាងនេះទៅខាងនេះទៀតខ្ញុំវា3ជាន់អញ្ចឹងទៅដល់ជាន់ទី3ហ្នឹងបន្ទប់203ហ្នឹងក៏បត់ឆ្វេងដល់ពេលបត់ឆ្វេងអញ្ចឹងទៅក៏គាត់រៀបចំអីវ៉ាន់ទុកដាក់នៅក្នុងបន្ទប់ហ្នឹងអញ្ចឹងណាពេលដែលគាត់បើកបន្ទប់ហ្នឹងដំបូងបងអស់គាត់មានអារម្មណ៍ថា principal គាត់អារម្មណ៍អត់សូវល្អម៉ានេះប៉ុន្តែគាត់ប្រឡប់ខ្លួនឯងថាមិនអីទេគ្រាន់តែអារម្មណ៍យើងវាអត់អីទេក៏គាត់ចូលទៅដល់ក្នុងហ្នឹងទៅឃើញមានទូដាក់កៅអៅមួយនៅខាងគៀននេះកន្លែងនេះកន្លែងទូដាក់កៅអៅហើយកន្លែងនេះកន្លែងទូទួហើយកន្លែងនេះក្រែហើយបើខាងនេះវិញគឺវាំងននគេដាក់ដូចស្អីគេវេរ៉ង់ដាឲ្យយើងទៅអង្គុយផឹកកាហ្វេអង្គុយនៅក្រៅបានហ្នឹងមានកន្លែងហ្នឹងហើយកន្លែងចិត្តវេរ៉ង់ដាហ្នឹងមានស្នួរកៅអៅមួយសម្រាប់យើងហាលកៅអៅក្រៅហើយកន្លែងបន្ទប់ទឹកគេគឺចុងជើងខែហ្នឹងហ្មងចុងជើងខែដោយសារបន្ទប់ហ្នឹងខែ2ចុងជើងខែហ្នឹងដល់ពេលហើយក៏គាត់រៀបអីវ៉ាន់ទុកដាក់អស់ទៅគាត់ឃើញក្នុងទូហ្នឹងណាគាត់បើកទូរយកកៅអៅទុកណាគាត់ឃើញមានយ័ន្តបិទក្នុងទូហ្នឹងអាយ័ន្តដូចអាយ័ន្តលក្ខណៈថាដូចយើងយ័ន្តរស៊ីប៉ុន្តែយ័ន្តហ្នឹងយ័ន្តរស៊ីហ្នឹងដូចអត់មានបញ្ហាទេយ័ន្តរស៊ីដូចជាអត់អីទេហ្នឹងហើយយ័ន្តតែគាត់គ្រាន់តែថាឃើញយ័ន្តនៅក្នុងបន្ទប់អញ្ចឹងគាត់រៀងភ្ញាក់ថាមិនយកយ័ន្តមកបិទអញ្ចឹងតែយ័ន្តរស៊ីកូនណាយើងដាក់មកខាងត្រូវប៉ុន្តែនេះយកមកបិទក្នុងបន្ទប់ហើយអាយ័ន្តរស៊ីពណ៌ក្រហមហ្នឹងនេះអាកណាត់កាលមុនគេមិនធ្វើកណាត់ចេះគេដំដៃគោលជាប់ទូនឹងមួយយ័ន្តហ្នឹងណាដល់ហើយក៏គាត់ក៏អត់មានទៅគិតអីវែងឆ្ងាយដែរគាត់គាត់ថាយ័ន្តគេដើម្បីដាក់រស៊ីឲ្យភ្ញៀវចូលច្រើនហ្នឹងណាក៏គាត់រៀបចំឲ្យវ៉ាន់ទុកដាក់អស់ទៅគាត់ចូលបន្ទប់ទឹកហើយអាបន្ទប់ទឹកហ្នឹងវាមានសម្រាប់ឲ្យយើងងូតទឹកលក្ខណៈថាយើងដូចយើងស្ទុំខ្លួននៅក្នុងអាងហ្នឹងចឹងណាទឹកហ្នឹងហើយមានអាងទឹកឲ្យយើងដេកនេះដេកត្រាំទឹកគាត់ក៏ទៅងូតទឹកគាត់ដេកត្រាំទឹកហ្នឹងព្រោះគាត់មកពីឆ្ងាយចឹងគាត់រៀងហត់ណាចឹងគាត់ដេកត្រាំទឹកលេងទៅដូចជាបានប្រហែល5នាទីគាត់ថាគាត់រៀងគេងលក់មិនតិចណាគាត់ហត់ពេកហ្នឹងគាត់សម្រាកទៅក៏រៀងលាវចង់គេងលក់តែពេលចង់គេងលក់ទៅលេងគាត់បើកភ្នែកមកវិញព្រមអញ្ចឹងគាត់ឃើញទឹកហ្នឹងឈាមទឹកគាត់ពងូតហ្នឹងទឹកឈាមប៉ុន្តែក៏គាត់រៀងព្រិចភ្នែកមកវិញគាត់ឃើញទឹកធម្មតាយើងទេមុនដំបូងគាត់បើករៀងលាវមកគាត់ឃើញក្រហមគាត់មិនគិតទឹកឈាមឃើញក្រហមមិនឈាមដល់ពេលហើយក៏គាត់ភ្លេចភ្នែកមកវិញគាត់ក៏អត់នេះទេគាត់ថាគាត់ផាហត់ពេកអញ្ចឹងគាត់គិតច្រើនអញ្ចឹងក៏គាត់មកស្លៀកពាក់អីវិញក៏ចេញទៅដើរលេងទៅ
hay bắt đầu bị cọt đai lên hay ở hai có cọt màu tập lọc màu với nhau và hai chỉ tung màu đọc dục về nâng qua tư cho mùi xoa mây bạc cọt hay nâng bông ôn cọt thì cọt vô bắt đầu khẽ pì cọt định mùi xoa mây cọt nơi khẳng này chẳng bông ôn cọt định nơi khẳng này tự buồn nè bông ôn cọt xây pi cọt mùi vào đây cọt đó bé hay có cọt tập lọc màu với nhau tới rồi bạc bị bạc bắt đầu nâng phím á cọt khơi sờ màu mà nơi xây mà nè nơi cái lành về răng đà từ xa ấy phạt phượng màu bị khéo á nhưng đừng xé bấy tha pe đà miên chùm nắng phạt ấy môi phạt màu bị khéo cái chọ về răng đà nó giờ mình khơi sờ màu và xin chỉ miên là cây chó giờ mình khơi mình được màu mình được rồi chân tới phượng này banh màu cái lành bị chọ cọt đó rồi cọt khơi sờ màu mình được cho chẳng khơi sờ màu mình được cho chẳng địch bẹ rộp chẳng hay từ lẹ sợ hay rộp nó ngọt vang ở đây rộp nó thầm tha lơ cho công tịch khơi nhẹ xảy nắng cho chứ rồi bé có tha là cái nắng đấy con nghĩa từ mới ôn con nghĩa từ mới ôn các con nó khèo từng pi thì nghĩa từ mới ôn các con nó khèo từng piให้cho con vậy vậy cái cho là cái mà cho nó nằng đấy còn ở đây có sư tha thay ổn mình bao tập cho tới là cái mà đấy có và pôn gót admin về tặng vậy tới gót ngặt mà gót đăng này phù gót có nè chân ở đây chứ có thể lên toàn mặt để giống lên bên đằng này cho mòn tay giúp tiệt lên bên nào rồi về hãy gót có trâu và tục tứ oi ở đây gót hay pôn gót nó ngụt tật mồn rồi về hay cho ngụt tật mà nè mà đòn hay ở bên bành hai thế pôn gót hay ở đây con bên đây bành hai gót từ mà này ai mà đấy có pe là ở đây có cho ngụt tật nắng gót có để lại cả ha định mưa ta lên trang nhưng á thì cật thời trẻ vậy tha bờ sinh chia con trai máu cùng lên con trai mà là o tê bà sinh chỉ trong ban ấy bây giờ sọm máu chồng con trai bật láng tự tinh mà san ảo đợt bé thấy có bông sấy mẹ nắng cọt có sừng ngòm bật phê từ bên này có đây chứ nó có bật phê sừng ngòm thì nếu có kết chờ nó có lẽ là ta mọi lần tình tí sao có trong cả stress rồi bé ơi cô ở đây có tranh vì ngút tật ở với bông sấy nó có cho ngút tật mà đòn đợt bé có cho ngút tật mà đòn tới bé đã có do sự vụ đó mục do mà đó mục do sự vụ đó mục mà đó mục chứng á có bé đó mình chẳng rồi hay có bao này mình tính móc hơi miên màu mà nó bị khỏi quạt hơi miên màu mà nơi bị khỏi quạt hay từ lẽ sọ băng một chật một con mượn đất là kề cái này mượn đất là kêu không ơi vò trong vò này người ta cọt mưa cho gì đâu cọt mượn khơi mục mà nè nâng mượn đất là kề mượn khơi mục mà nè sấy nâng tê đó hay có cọt liên mục liên ấy cho nhà luôn cho nằm bấy bao phê chứ nó tha dậy kia mình người ta được bị cọt liên mục hai có bắt chân mong ai mình khơi tự hay quạt nhập nhà ngô tật đầm mấy ban mà để với nhớ quạt khla đợt bé giúp làng quạt để đôi chia để ban ở đòn mỏng bầy nó chập đam khlang mỏng bầy nó quạt lư xử lý cho tật và nãy quạt bao này tớ khơi vào đây quạt để ôn quạt để như vậy tha quạt để nơi hàng kiên hàng này hay vào đây quạt để cho mùi nâng tôi nâng tu đã cả áo nữa đây có đây hàng này hay tôi mỗi tu đã cả áo nữa hay có đây hàng này là những con mơ tầng ôn có mơ tầng đây có hình đây thì hay là cái được chơi tật hay có con bật này tớ vẫn lưu xử lý bao tật mà đòn bao tất cả chuột á đò bé thấy có con hà mình tên này rồi hay con sừng ngòm đây có thợ lưỡi tầng đờ bé thợ lưỡi con lưỡi xử lý muối mặc sập đã từ chị có thể chạy tranh pi cái lành anh ngày tranh pi cái lành anh phim ngày tranh chạp anh nhặt tròn khơi ngày mơ cái lành anh gì ngày cái lành anh gì rồi có bồn nâng quật
យ៉ាងនិយាយថាគាត់ផឹងបិទភ្នែកបិទគាត់ខ្លាចផងអីផងខ្លាចឡើងពេលនឹងគាត់ឡើងបែកយើប៉ិនគ្រាប់ពោតណាដល់ពេលហើយក៏អើយគាត់រៀងលូកដៃកេះប្តីគាត់ប្តីក៏អត់ភ្ញាក់ឯងគាត់លូកដៃកេះឲ្យទាញកៅអៅប្តីគាត់តិចតិចចឹងតែប្តីក៏អត់ភ្ញាក់ឯងដល់ហើយក៏គាត់សង្ងំបិទភ្នែកទាំងគាត់បែកញើយគាត់រៀងញ័រតិចតិចណាហើយគាត់ក្លុំភួយឡើងចិត្តហ្មងមិនថាគាត់ខ្លាចខ្មោចនឹងមកសឹកដាក់តិចអីទាញជើងទាញអីគាត់ឬគាត់គិតច្រើនហើយនិយាយខ្មោចលងណាមគិតច្រើនព្រោះលេងមកចឹងដល់ពេលហើយក៏អើយមកស្ទុះក្រោយមកឮសលេងគោះទ្វារម្ដងគោះអាអញ្ចឹងដល់ពេលគោះអញ្ចឹងហើយទ្វារគេគាត់លេងងើបហ្មងញ៉ៃថាគាត់សង្ងំអត់នៅតែមួយកន្លែងក៏អត់មានធ្វើអីហ្មងវាអត់សកត់អត់អីគ្រាន់មកវាមកនិយាយមិញហើយវាទៅគោះទ្វារទៅពេលផុតពីគោះទ្វារវាទៅគោះប្អួចផុតពីគោះទ្វារវាទៅគោះប្អួចហើយដល់ពេលផុតពីគោះប្អួចវាកោសម្ដងនិយាយថាកោឲ្យដេក ហ្នឹងហើយវាកោអត់ឲ្យដេកហ្មងដល់ហើយបងហ្នឹងគាត់ក៏ផ្សងនេះចេះថាអើយគាត់ក៏ផ្សងអញ្ចឹងចង់បានឲ្យប្រាប់គាត់មកប្រាប់គាត់ក្នុងយល់សពមកកំលេងអញ្ចឹងគាត់ត្រូវការដេកគាត់ចង់ដេកគាត់ងុយដេកក៏អស់កម្លាំងណាមួយថ្ងៃហ្នឹងគាត់អស់កម្លាំងណាកុំអើយលេងអញ្ចឹងអីបើចង់បានអីប្រាប់មកខ្ញុំសែនឲ្យហើយនៅតែអើយគាត់ផ្សងមិនក្រោយនិយាយគាត់ដល់គុណម៉ែគុណឪមិនក៏អត់បាត់ដែរយើងម្នាក់ស្រីហ្នឹងនៅតែលេងហ្មងដល់ហើយគាត់អើយរៀងមើលចិត្តដែរគាត់ងើបអង្គុយគាត់ជេរបរហើយថាមីចាជាងនិយាយសុំជេរទៀតណាដល់គ្នានិយាយថាមីចាជាងថ្ងៃប្រងអត់មិនប្រងអត់ឲ្យអញដេកទេយប់ហ្នឹងអីហើយអើយអញមកពីឆ្ងាយអញមិនមែននៅចិត្តហ្នឹងទេណាបើថានៅចិត្តហ្នឹងចាំលេងអញបើថាអញមកពីឆ្ងាយថ្ងៃប្រងលេងអញហ្នឹងឲ្យអញដេកអញអីហ្នឹងមិនថ្ងៃអីគេអើយមកទាសំណែនមកទាអញបងប្អូនសាច់ញាតិថ្ងៃមិនថ្ងៃមិនទៅទាពីបងប្អូនថ្ងៃមកទាអញទៅអីដល់ហើយក៏អើយគាត់ចូលនិយាយថាទស្សនវិជ្ជានឹងគឺស្ងាត់ហ្មងហើយនិយាយចូលនិយាយថាប្តីគាត់ឲ្យប្អូនគាត់មានលឿយទាំងអស់ហើយគាត់ជេរឡើងនេះជេរឡើងលឿគាត់ថាពីអ្នក3អ្នកនឹងដេកងាប់ហើយនិយាយថាមានអាគេភ្ញាក់អីទាំងអស់គាត់ជេរឡើងមួយឆ្អែតអត់មានអាគេលឺដល់ពេលឲ្យគាត់ងល់ឃើញស្ងាត់ហ្នឹងគាត់ងាកមើលឆ្វេងមើលស្ដាំគាត់ដេកវិញដល់ពេលដេកវិញគាត់ដេកលួក្នុងយល់សមម្ដងពេលមកដល់ក្នុងយល់សពម្នាក់ស្រីហ្នឹងឃើញរូបរាងពិតហ្មងលក្ខណៈថាម្នាក់ស្រីហ្នឹងមកក៏វាអត់អាក្រក់ចេញឈាមចេញអីដែរប៉ុន្តែមុខម្នាក់ស្រីហ្នឹងគឺបែកតសៃឡើយនេះបែកតសៃខៀវអាលក្ខណៈប្រេះមុខប្រេះដូចអីគេអាប្រេះដីមិនមុខម្នាក់ស្រីហ្នឹងគឺអញ្ចឹងយើប្រេះអញ្ចឹងហ្មងហើយដៃជើងអីវិញណាឡើងអាលក្ខណៈកញ្ចក់អីអាលុយដូចគេដុតដល់ក៏ម្នាក់ស្រីហ្នឹងមកនិយាយថាថ្ងៃប្រហើនណាស់ថ្ងៃហ៊ានជេរអញថ្ងៃជាមួយយប់ហ្នឹងអញលេងថ្ងៃអត់ឲ្យដេកទេថ្ងៃធៀមខ្លួនអញមកបញ្យល់សពថ្ងៃអញប្រាប់ថ្ងៃអញលេងថ្ងៃឲ្យមកលួសព្រលឹងថ្ងៃហ្មងថ្ងៃចាំមើលអញណាថ្ងៃចាំពាក្យសម្ដីអញទុកដល់ហើយក៏បងស្រីហ្នឹងគាត់ភ្ញាក់ព្រឺតដល់ពេលភ្ញាក់ព្រឺតលេងគាត់ងាកទៅវេរ៉ង់ដាគាត់ឃើញអាលក្ខណៈថាវេរ៉ង់ដាហ្នឹងអើយវានេះចង់និយាយថាអាវាំងណហ្នឹងវាបើកចង់និយាយមុនពេលដែលគាត់ដេកហ្នឹងវាំងណហ្នឹងគឺបិទទេប៉ុន្តែដល់ពេលដែលគាត់ភ្ញាក់មកវាំងណហ្នឹងគឺបើកហើយគាត់មើលមិនឃើញធ្លុះទៅក្រៅមើលមិនឃើញធ្លុះកញ្ចក់សដល់ពេលគាត់ឃើញអើយអ្នកស្រីហ្នឹងអើតកអញ្ចឹងហើយគាត់ភ្ញាក់ស្រែកមកវ៉ាស់បានថាប្តីគាត់ភ្ញាក់អានេះចេះប្តីគាត់ភ្ញាក់ប្តីគាត់អត់ភ្ញាក់ហ្នឹងមិនទេអានេះគាត់ស្រែកមកអស់សលេងគាត់ស្រែកឡើងមកបែកសលេងឡើងស្អកកហ្មងដល់ឲ្យប្តីគាត់ភ្ញាក់ទៅគាត់សួរថៃមានបញ្ហាមិនបានស្រែកចឹងមានអីមែនចោលមែនអញ្ចឹងថាដល់ឲ្យគាត់និយាយចេះចោលស៊ីគេខ្មោច
ខ្មោចវាលងខ្មោចវាលងឥឡូវហើយបានចេញពីកន្លែងហ្នឹងគ្រប់នៅឥឡូវលុយកក់លុយអីមិនយកទាំងអស់លុយមិនបាច់ឲ្យគេ refund ឲ្យវិញទេទៅផ្ទះយើងវិញអត់នៅទៀតទេឈប់នៅហើយដល់ហើយក៏គាត់ធ្វើប្រមូលឲ្យបានទាំងអស់ចេញពីស្ថានភាពហ្នឹងហើយបុគ្គលិកគាត់សួរដែរថាបងចេញលឿនទេបងខែបាយនៅ2ថ្ងៃឯងឥឡូវនៅតែបានមួយយប់ហ្នឹងមិនដល់មួយយប់តែម៉ោង3ឥឡូវខ្មោចលងឡើងដល់ម៉ោង4ហើយអានេះបានថាអានេះដល់ខ្មោចលង1ម៉ោងហើយឥឡូវណាឥឡូវគាត់ថានិយាយថាគាត់ក៏ហើយបានបុគ្គលិកសួរគាត់អីចឹងគាត់អត់និយាយអីទេចឹងនិយាយថាគាត់អត់មានសួរនាំអីទាំងអស់ព្រោះគាត់ដឹងផ្ទះនឹងមិនទេឃើញតែប៉ុណ្្នឹងគាត់ដឹងហើយអត់មានសួរទាំងអស់ព្រោះពេលមុនចូលមកយើងដឹងស្រាប់ហើយតែល្បែងវាយចូលគ្នាហើយផ្ទះហ្នឹងក៏វាអត់មានស្អាតអីដែរវារៀងដីដែរចឹងមានពីងមានអីចឹងហើយបន្ទប់នឹងដាក់យ័ន្តដាក់អីយើងដឹងយ័ន្តនៅឡៃណាខ្លះទៀតយើងដឹងថាឃើញយ័ន្តរស៊ីនឹងមួយប៉ុន្តែបើគេបិទយ័ន្តឡៃផ្សេងក៏យើងអត់ដឹងដែរព្រោះគាត់អត់បានបញ្ជាក់ចឹងគាត់និយាយទៅតាមអីដែលគាត់ឃើញចឹងគាត់នៅខ្លាចនៅអីដល់ឥឡូវដល់ហើយក៏រៀបអីវ៉ាន់រត់ចេញមកមួយប្តីមួយប្អូនគាត់ហ្នឹងហើយពេលហើយវ៉ាន់ហើយក៏មានជួបអីដែរនិយាយទៅធំមកពេលម្នាក់ស្រីនឹងអឺតមកតាមប្អួចមកហើយនិយាយថាលងគេខ្លាំងហើយក៏ប៉ុណ្្នឹងហើយវិញនិយាយចឹងបើណាប្តីគេភ្ញាក់មានអីលងអស់ត្រឹមហ្នឹងហើយដល់ហើយបងស្រីនឹងក៏ចេញពីផ្ទះសំណាក់ហ្នឹងហើយគាត់ឈប់ទៅដេកនៅនឹងទៀតហើយគាត់ទៅដេកឡើងផ្សេងម៉មហើយបើខ្មោចលងប៉ុណ្្នឹងទៅដេកឡើងហ្នឹងទៀតចប់ហើយក៏សាច់រឿងមានតែប៉ុណ្្នឹងទៅវាអត់មានតាមអត់មានអីអត់មានធ្វើឲ្យបុកទុកទោមមិនយើងឲ្យយើងទៅវត្តទៅអីទេគ្រាន់តែវាលងប៉ុណ្្នឹងហើយក៏អស់ត្រឹមហ្នឹងទៅទៅចេញទៅពីស្នាក់ផ្ទះស្នាក់ហ្នឹងទៅគឺផុតហ្មងអត់មានរឿងអីទៀតហ្មងឥឡូវសាច់រឿងយើងគឺមានប៉ុណ្្នឹងហើយសាច់រឿងនេះមានតែប៉ុណ្្នឹងទេឥឡូវដូចជាដល់ម៉ោងដែរឥឡូវមុននឹងចូលទៅដល់ការបិទកម្មវិធីរបស់យើងយើងមកនិយាយពីម្ចាស់ sponsor វិញអួយនិយាយថានេះសក់កោឲ្យអស់កន្លងចង់ធ្វើមុខហើយយើងចូលមកដល់ម្ចាស់ sponsor យើងគឺម្ចាស់ sponsor Hero ចំពោះ Hero នេះដែរគឺជួយទៅដល់ផ្លូវភេទនិងក្រពីង Pro Stand អញ្ចឹងបើបងអូនណាដែលគាត់មានបញ្ហាតម្រង់នោមឬក៏ផ្លូវភេទគាត់អាចមកទិញជាមួយនឹង Hero នេះបានណាបងប្អូនទាំងគ្នាហើយចំពោះទំនាក់ទំនងវិញបងប្អូនអាចតាក់ទងទៅតាម page ឬក៏តាម Telegram ក៏បានដែលខ្ញុំដាក់នៅលើនេះហើយនឹងលេខទូរស័ព្ទនៅក្រោមនេះដើម្បីសាកសួរព័ត៌មានបន្ថែមថាបងប្អូនអាចប្រើប្រាស់បានពីវ័យណាដល់វ័យណាហើយ Hero វាមិនមែនជាប្រភេទថ្នាំពេទ្យទេវាមិនមែនជាប្រភេទឱសថថ្នាំពេទ្យដែលលេបទៅអ្នកទាំងអស់គ្នាខ្លាចប៉ះពាល់សុខភាពអីទេគឺវាជាប្រភេទអាហារបំពន់អញ្ចឹងបងប្អូនទាំងគ្នាអាចទុកចិត្តបានជាមួយនឹង Hero អញ្ចឹងបើបងប្អូនណាដែលគាត់ចង់បាន Hero គាត់អាចតំណមកកាន់ page ឬក៏តាម Telegram បានដើម្បីសាកសួរព័ត៌មានបន្ថែមថាបងប្អូនអាចប្រើប្រាស់បានឬអត់ដើម្បីសួរពីសុខភាពបងប្អូនទាំងអស់គ្នាសិនដើម្បីបញ្ជាក់ថាសុខភាពបងប្អូនទាំងអស់គ្នាប្រើបានឬនៅឬក៏អាយុអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាបានឬអត់អញ្ចឹងណាទាំងអស់គ្នាអញ្ចឹងឆាតមកលឿន Hero គឺនៅសល់តិចតួចខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាគឺថាគេមករកអស់អញ្ចឹងណាចឹងបងប្អូនណាដែលគាត់ចង់បានអាចតាក់ទងមកកាន់ page នឹងតាម Telegram បានដើម្បីសួរព័ត៌មានឲ្យលឿនឡើងបងប្អូនទាំងគ្នាហើយសំខាន់ណា Hero នេះគឺកំពុងតែមាន promotion ទៀតផងហើយមានឈុតជាដាច់និងឈុតសាឡបងបងប្អូនទាំងគ្នាមាន2ជម្រើសអញ្ចឹងអាចមកជ្រើសមួយណាក៏បានដែរដើម្បីសុខភាពអ្នកទាំងអស់គ្នាឥឡូវយើងចូលមកដល់ម្ចាស់ sponsor មួយទៀតឥឡូវយើងចូលដល់ម្ចាស់ sponsor ទៀតគឺអាវិមរំខ្មែរគឺសម្រាប់បងប្អូនណាដែលមានបញ្ហាកម្ពស់ទាបហើយឆ្អឹងអាសើរឹងមាំអីគឺប្រើអាវិមរំខ្មែរនេះគឺត្រូវតែម្ដងដោយសារអាវិមរំខ្មែរមានបូរវីតាមីនដូចជាវីតាមីន B វីតាមីន C វីតាមីន E ហើយថែមទាំងមានជាកាល់ស្យូមមានប៉ូតាស្យូមម៉ាញ៉េស្យូមហើយថែមទាំងមាន fiber ទៀតដែលជួយទៅដល់ការរំលាយអាហារអញ្ចឹងបងប្អូនបើញ៉ាំអាវិមរំខ្មែរនេះគឺត្រូវតែម្ដងវាជួយទៅដល់ការលូតកម្ពស់ធ្វើឲ្យឆ្អឹងរឹងមាំហើយធ្វើឲ្យស្បែកសជួយដល់កាពះនៅពេលដែលយើងទូពោះតឹងពោះអីហ្នឹងគឺញ៉ាំរំខ្មែរនេះគឺត្រូវតែម្ដងអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍ចង់បានរំខ្មែរនេះយកទៅញ៉ាំអាចដាក់ទៅមកខាងក្រុមការងារយើងបានដើម្បីជួយពិភាក្សាថាបងប្អូនអាចញ៉ាំរំខ្មែរនេះត្រូវឬក៏អត់តែរំខ្មែរនេះគឺអាចញ៉ាំបានស្ទើរតែគ្រប់អាយុ
គឺនឹងថាចាប់ពីអាយុ3ឆ្នាំឡើងគឺញ៉ាំបានតែម្ដងអញ្ចឹងកូនក្មេងក៏អាចញ៉ាំម្រងខ្មៅនេះបានដែរអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍ចង់ញ៉ាំទិញវាម្រងខ្មៅយកទៅញ៉ាំអាចដាក់តមកខាងពួកយើងលើនេះបានដោយពួកយើងនឹងជួយពិភាក្សាជាមួយបងប្អូនលេងចូល WhatsApp នេះ ឥឡូវគឺយើងចូលម្ដងម្ចាស់ sponsor ទឹកអនាម័យ Spy Care Plus ម្ដងអញ្ចឹងបងប្អូនគ្នាចំពោះទឹកអនាម័យ Spy Care Plus នេះដែរគឺជាទឹកអនាម័យប្រភេទបុរសនិងស្ត្រីចំពោះតុល្យភាពរបស់វាវិញគឺមាន pH 5.5 តុល្យភាពសមាមាត្រនឹងបងប្អូនអាចប្រើប្រាស់ជារៀងរាល់ថ្ងៃបានញយសក់កហើយSpy Care Plus នេះដែរគឺជាផលិតផលរបស់ខ្មែរផលិតនៅខណ្ឌកបោយើងនេះបងប្អូនគ្នាសិប្បកម្មរបស់ខ្មែរអញ្ចឹងយើងមកគ្រប់គ្រងរបស់ខ្មែរយើងទាំងអស់គ្នាអ្នកទាំងអស់គ្នាហើយចំពោះទឹកអនាម័យនេះដែរគឺប្រើបានទាំងបុរសនិងស្ត្រីប្រើបានទាំងពីរភេទមិនបាច់បងអូនទៅរកទិញបុរសផ្សេងស្ត្រីផ្សេងទេគឺអាចប្រើតែមួយនេះគឺចំណេញដល់បងអូនទាំងអស់អ្នកគាត់មានដៃគូប្តីប្រពន្ធតែម្ដងអញ្ចឹងបងអូនទាំងអស់គ្នាអាចប្រើប្រាស់ជាមួយនឹងទឹកអនាម័យនេះបានវាជួយបំបត្តិក្លិននិងរមាស់ហើយនឹងការពារពីបាក់តេរីទូចហើយនឹងរោគស្ត្រីថែមទៀតផងអញ្ចឹងបងអូនណាដែលគាត់អាសាទៅណាឆ្ងាយទៅតាមខេត្តហើយនឹងចូលបន្ទប់ទឹកសាធារណៈច្រើនអាចមកប្រើជាមួយនឹងទឹកអនាម័យ Spy Care Plus នេះបានដោយសារតែការពារពីបាក់តេរីនៅទីសាធារណៈអញ្ចឹងយើងអត់ដឹងថាអ្នកណាគេខ្លះគាត់ចូលគាត់មានជំងឺអីខ្លះអញ្ចឹងអញ្ចឹងយើងចេះតែការពារខ្លួនឯងទៅដើម្បីសុខភាពយើងទាំងអស់គ្នាកុំឲ្យយើងកើតដូចជាមហារីកមាត់ស្បូនកើតជំងឺផ្សេងដូចជាជំងឺសេមាន់ឬក៏កាមរោគអីផ្សេងជំងឺអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាមកប្រើប្រាស់ជាមួយនឹងទឹកអនាម័យដើម្បីការពារពីបាក់តេរីដែលយើងអាចបង្កពីការឆ្លងនៅបន្ទប់ទឹកសាធារណៈអញ្ចឹងទៅអ្នកទាំងអស់គ្នាអញ្ចឹងយើងមកប្រើប្រាស់ទឹកអនាម័យទាំងអស់គ្នាហើយទឹកអនាម័យនេះគឺជាទឹកអនាម័យរបស់ខ្មែរហើយសម្រាប់ទាំងបុរសនិងស្ត្រីតែម្ដងអញ្ចឹងយកទៅតែមួយនឹងគឺថាប្រើបានទាំងពីរនាក់អញ្ចឹងបងប្អូនគ្នាគឺចំណេញខ្លាំងមែនទែនបាច់កាន់ទៅពីរដបនាំធ្ងន់អីចាំបាច់ដាក់ផ្សេងប្រុសផ្សេងស្រីផ្សេងកាន់តែមួយនឹងទៅបាវទាំងពីរនេះអញ្ចឹងឥឡូវយើងចូលមកដល់ម្ចាស់ sponsor ធំរបស់យើងម្ដងគាត់ដាក់ទុនខ្លាំងមែនអ្នកនរគ្នាដឹងទេថាប្រភេទពួកអង្កាំភីស៊ីវថ្លៃប៉ុណ្ណាថ្លៃណាអ្នកនរគ្នាអញ្ចឹងម្ចាស់ sponsor នេះគាត់បាន sponsor ជាប្រភេទអង្កាំផងយើងអង្កាំភ្នែកខ្លានេះអង្កាំភ្នែកខ្លាហើយនឹងឈាមនេះភ្នែកខ្លា2ឈាមនេះ1ហើយចំពោះខ្សែកមានបតោងក៏ជ្រងណាបងប្អូនគ្នាបតោងបប៉ែក៏មានដែរសម្រាប់អ្នកដែលគាត់កើតឆ្នាំបប៉ែអាចទិញជាមួយនឹងបតោងនេះបានអ្នកបងប្អូនគ្នាឆ្នាំបប៉ែនេះឆ្នាំបប៉ែអ្នកបងប្អូនព្រះរីករាយក៏មានដែរឆ្នាំបប៉ែតាបប៉ែស្មានតភីស៊ីវដោយសាររូបរាងស្តៀងគ្នានឹងអានេះឆ្នាំបប៉ែអ្នកបងប្អូនគ្នាព្រះរីករាយក៏មានដែរព្រះរីករាយអ្នកបងប្អូនគ្នាអាចទៅមើលក្នុង page បានដើម្បីរលក្ខណៈថាឆ្នាំត្រូវនឹងអ្នកទាំងអស់គ្នាឬក៏ធាតត្រូវអ្នកទាំងអស់គ្នាឬក៏បតោងអ្នកទាំងអស់គ្នាគិតថាត្រូវធាតអ្នកទាំងអស់គ្នាអញ្ចឹងចាំប្រើប្រាស់បើអ្នកទាំងអស់គ្នាប្រើខុសធាតអញ្ចឹងអាចនឹងពេលខ្លះយើងធ្លាក់រិស័យជាងមុនអញ្ចឹងទៅអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដឹងថារិស័យបងប្អូនចង់ដឹងថាអ្នកទាំងអស់គ្នាប្រើប្រាស់ត្រូវនឹងធាតអីអាចសាកសួរព័ត៌មានពីគាត់បានថាអ្នកទាំងអស់គ្នាត្រូវប្រើជាមួយនឹងធាតអីប្រើជាមួយនឹងកម្មអីគេដែរហើយឆ្នាំបងប្អូនទាំងគ្នាជាឆ្នាំអីត្រូវប្រើប្រាស់ជាមួយនឹងប្រភេទអីគេអញ្ចឹងបងប្អូនទាំងគ្នាអាចឆាតចូល page របស់គាត់ហើយនឹងតាក់ទងតាមលេខទូរស័ព្ទគាត់ដើម្បីសួរព័ត៌មានបន្ថែមពី Telegram និង page គាត់ក៏បានដែរទៅគាត់នឹងឆ្លើយតបអ្នកទាំងអស់គ្នាហ្មងហើយសួរព័ត៌មានដោយឥតគិតថ្លៃទៅសួរហើយអ្នកទាំងអស់គ្នាមិនទិញក៏បានសួរហើយអ្នកទាំងអស់គ្នារមើលអ្វីដែលត្រូវនឹងអ្នកទាំងអស់គ្នាក៏បានដែរអញ្ចឹងគាត់សួរតែឥតគិតថ្លៃគាត់តាក់ទងសួរគាត់ទៅគាត់អត់គិតលុយទេអ្នកទាំងគ្នាចឹងឆាតទៅគាត់បានហើយចំពោះការបោះដុំនេះដែរក៏គាត់បោះដែរគាត់បោះដុំទាំងកម្មបោះដុំទាំងខ្សែកបោះដុំទាំងប្រភេទត្បូងដូចជាបតោងខ្សែកនេះក៏គាត់បោះដុំដែរអញ្ចឹងបើបងអូនណាគាត់ចង់បានបោះដុំយកចាប់ពី5ខ្សែឡើងទៅគឺគាត់ឲ្យតម្លៃបោះដុំទៅអ្នកទាំងអស់គ្នាអញ្ចឹងបើបងអូនណាចង់បានជាប្រភេទកម្មនៃខ្លាំងកម្មឈាមនេះមានភីស៊ីវធំឬក៏ទូចអីគាត់មានគ្រប់ម៉ូដគ្រប់ម៉ាកតែម្ដងមានទាំងអាទូចមានទាំងអាធំហើយគាត់នឹងដាក់ឲ្យតាមដៃបងអូនអ្នកទាំងអស់គ្នាប្រាប់ទៅគីឡូនិងកម្ពស់គាត់ទៅគឺគាត់ដាក់ឲ្យត្រូវអ្នកទាំងអស់គ្នាហ្មង
អញ្ចឹងចំពោះថ្ងៃហ្នឹងផងដែរម្ចាស់ sponsor ដ៏ធំបំផុតគឺបង្កាំនាំសំណាងដោយសារតែពួកយើងនិយាយរឿងខ្មោចនេះក៏យើងត្រូវពាក់អង្កាំដែរដើម្បីលើករាសីរបស់យើងនេះថាយើងធ្វើដំណើរអីចឹងគឺយើងវាមានរាសីនឹងហេងអីចឹងដែរចឹងណាយើងអត់គិតច្រើនធ្វើឲ្យយើងមានពលឺដូចថាពលឺសំណាងចឹងណាដូចវាតាមយើងអញ្ចឹងហើយយើងចង់បានសំណាងអីយើងយកនេះទៅពាក់ទៅហើយសម្រាប់ការពាក់នេះដែរបងប្អូនទាំងអស់គ្នាទិញហើយអាចយកទៅទុកក្រោមពលឺ1ម៉ោងឬក៏អ្នកទាំងអស់គ្នាទុកក្រោមពលឺ1ថ្ងៃក៏បានដែរដើម្បីឲ្យពលឺនឹងជះពលឺសំណាងដូចគេថាពលឺហេងពលឺសំណាងនេះថាព្រះអាទិត្យរះចឹងយើងបើកភ្នែកទៅយើងហេងហ្មងអញ្ចឹងណាចឹងអ្នកទាំងអស់គ្នាទុកសិនចាំពាក់ក៏បានដែរដោយសារតែពេលខ្លះអ្នកខ្លះគាត់មានរិស័យរៀងទាបចឹងគាត់កាន់អាហ្នឹងទៅធ្វើឲ្យអ្នកទាំងអស់គ្នាយកទៅពាក់ទៅដោយតាមគាត់ដែរចឹងអ្នកទាំងអស់គ្នាអាចជាវឲ្យទុកចោលសិនចាំពាក់តាមក្រោយចឹងបងប្អូនទាំងគ្នាអាចបងបថាអីគឺបាននឹងតែម្ដងហើយអ្នកទាំងអស់គ្នាដឹងស្រាប់ថា PCU គឺជាប្រភេទសត្វដែលវាបង្កើនទ្រព្យយកវាស៊ីលុយហើយវាអត់ខ្ជាក់ចេញទៀតដូចថាវាស៊ីរបស់អីហើយគឺវាអត់ជុះចេញយកហ្មងចឹងគេដំណាលឲ្យវាថាវាបកែស៊ីប៉ុន្តែវាជុះអត់ចេញអញ្ចឹងវាដូចចូលលុយបណ្ណាលុយនឹងអត់ងាយចេញអត់ងាយបាត់ទៅណាដូចថាវាចូលហើយទោះចេញក៏ដោយតែវាចេញតិចតួចហើយវានៅតែចូលមកវិញច្រើនអញ្ចឹងណាចេញតិចចូលច្រើននិយាយចំទៅគឺចេញតែមិនតិចទេប៉ុន្តែចូលវិញមកបេហ្មងឥឡូវចំពោះអង្កាមនេះដែរបងប្អូនទាំងគ្នាបើអ្នកទាំងអស់គ្នាទិញតែមួយខ្សែតែគាត់ថែមឲ្យដូចជាអំបិលយ័ន្តហើយនឹងបតោងនាំសំណាងហើយនឹងខ្សែដៃ5ធាតុទៀតអញ្ចឹងគាត់ថែមឲ្យបងប្អូនទាំងអស់គ្នាច្រើនមែនតើបងបតោងនាំសំណាងនេះអ្នកទាំងអស់គ្នាអាចយកទៅដាក់ជាប់សោម៉ូតូសោផ្ទះហើយខ្សែ5ធាតុនេះអ្នកទាំងអស់គ្នាអាចពាក់ជាមួយអង្កាំក៏បានដែរគាត់ free ឲ្យមកចាស់ដៃបងនេះហើយចំពោះយ័ន្តនេះវិញអ្នកទាំងអស់គ្នាទៅបិទនៅណាក៏បានដែរបិទលើម៉ូតូបិទលើទូរស័ព្ទលើអីក៏បានដែរហើយអំបិលនេះវិញអ្នកទាំងអស់គ្នាទៅត្រាំជើងដូចគេអាសាធ្វើកន្លងមកយកអំបិលត្រាំជើងដាក់លាយក្រូចសើចលាយអីចឹងណាចឹងអ្នកទាំងអស់គ្នាអាចទិញមួយខ្សែគាត់ free ឲ្យប៉ុណ្នេះទិញតែមួយខ្សែប៉ុន្តែគាត់ free ឲ្យប៉ុណ្នេះហើយរបស់គាត់ធូរថ្លៃហើយសំខាន់របស់ Sin no fake របស់ពិតតែម្ដងកម្មគាត់គឺកម្មថ្មពិតហ្មងអ្នកទាំងអស់គ្នានេះឡើងចាំងហ្មងនិយាយថារបស់គាត់ដាក់ឲ្យគឺរបស់ល្អហ្មងអ្នកទាំងអស់គ្នាចឹងបើបងអូនណាចង់បានរបស់ល្អហើយធូរថ្លៃអាចមករកតាម page របស់គាត់នេះបានហើយលេខទូរស័ព្ទរបស់គាត់ចុះបងអូនណាគាត់ចង់បានតាក់ទងមកចឹងឥឡូវយើងចូលមកដល់ការបិទកម្មវិធីរបស់យើងអ្នកទាំងអស់គ្នាថ្ងៃនេះសាច់រឿងយើងមានតែ3ទេប៉ុន្តែវែងចឹងឥឡូវមុននឹងឈានចូលទៅដល់ការបិទកម្មវិធីយើងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាពួកយើងរហូតមកហើយនៅរាល់កំហុសខុសឆ្គងដែលពាក្យពេចន៍ពួកយើងនិយាយទៅគឺអត់សមរម្យអីចឹងសូមអធិស្ឋានផងទេតាតែយើងតែបង្កើតកម្មវិធីនេះឡើងទេអញ្ចឹងយើងនិយាយទៅគឺអត់សូវបានល្អទេអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា